នៅលើទីតាំងផ្ទាល់ឡើយមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី15ដាក់បញ្ចាំងភាពយន្ត150រឿងលើកស្ទួយឧស្សាហកម្មភាពយន្តនៅកម្ពុជាក្នុងបេក្ខមហោស្រពភាពយន្តអន្តរជាតិខាងឡើងនៅរកស្ទួយភ្នំពេញនៅថ្ងៃទី12ខែមីនានៅបានថៃមហោស្រពប្រចាំឆ្នាំថាជាព្រឹត្តិការណ៍ភាពយន្តក្នុងវប្បធម៌អន្តរជាតិដ៏ធំធាត់របស់ប្រទេសនិងជាវេទិកាសង្គម150នៅទូទាំងទីកន្លែងសំខាន់ៗលោកពុនខាងបានលើកឡើងថាលើពីនេះរដ្ឋាភិបាលកំពុងផ្ដោតការចាត់ចែងតាមរបស់រដ្ឋចាត់សឹកតាមអ្នករៀបចំកម្មវិធីបាននិយាយថាចូលស្រីរបស់ស្រីគឹមស៊ីតាគឺកម្មវិធីរាមាត្រូវបានគេរំពឹងថានឹងចូលអបសរនេះហើយសំខាន់នេះគឺមានចំណងជើងថាក្របពូជនៃសន្តិភាពនៃរៀនពីអតីតកាលនិងស្វែងយល់ពីប្រធានបទនៃជីវិតការចងចាំនិងការផ្សះផ្សាតាមរយៈខ្សែភាពយន្តដូចជាកិច្ចប្រជុំជាមួយពលរដ្ឋដោយអ្នកដឹកនាំកម្ពុជាលោកតាំងពីទីអ្នករៀបចំមហោស្រពបាននិយាយថាកម្មវិធីនេះឆ្លុះបញ្ចាំងពីការចូលរួមពីអនឡាញរបស់ CIFF ជាមួយនឹងការចងចាំភាពធន់និងការសន្ទនាជាពិសេសនៅក្នុងសង្គមដែលរងផលប៉ះពាល់ដោយចំនួនរោងកុនកម្ពុជាបាននាំទទួលបានភាពយន្តទាក់ទាញតែរឿងម៉ានីគីនប្រឌិតដោយពីសាលានិងបរិយាកាសសំខាន់ต้องรายบัตรงานที่ลงเอาไว้ทำงานก็ทำการมาอยู่ในแต่ที่มีจอ